ជំរាបសួរនាងខ្ញុំវិជ្ជាបណ្ឌិតលីសូនីនាងខ្ញុំគឺជាគ្រូពេទ្យឯកទេសផ្នែកកុមារថ្ងៃនេះខ្ញុំសូមនិយាយអំពីសំឡេងក្អកតើសំឡេងក្អកអាចប្រាប់យើងបានពីអ្វីខ្លះតើប៉ាម៉ាក់ដឹងទេថាសំឡេងក្អករបស់កូនមិនមែនសុទ្ធតែដូចគ្នាទេសំឡេងខ្លះអាចប្រាប់យើងថាកូនកំពុងតែមានជំងឺអ្វីការក្អកគឺជាប្រតិកម្មដ៏សំខាន់របស់ប្រព័ន្ធផ្លូវដង្ហើមដែលវាជួយបញ្ចេញស្លេសបញ្ចេញធូលីមេរោគឬក៏វត្ថុបរទេសផ្សេងៗនឹងចេញពីផ្លូវដង្ហើមការក្អកវាកើតឡើងដោយសារតែការសម្របសម្រួលយ៉ាងត្រឹមត្រូវរវាងសាច់ដុំបំពង់កទ្រូងនិងពោះក្រោមការគ្រប់គ្រងរបស់ខួរក្បាលជាទូទៅការក្អកមិនមែនជាជំងឺទេប៉ុន្តែវាជារោគសញ្ញាដែលផ្ដល់តម្រុយអំពីមូលហេតុនៃជំងឺសំឡេងក្អកវាមានលក្ខណៈពិសេសខុសៗគ្នាហើយវាអាចជួយផ្ទុកព័ត៌មានសំខាន់អំពីស្ថានភាពនៃប្រព័ន្ធផ្លូវដង្ហើមពេលខ្លះយើងអាចប្រើសំឡេងក្អកដើម្បីជួយនៅក្នុងការធ្វើរោគវិនិច្ឆ័យរួមផ្សំជាមួយនឹងប្រវត្តិជំងឺហើយនិងការពិនិត្យរាងកាយទី1គឺការក្អកដែលមានសំឡេងជាវូបWhooping cough ឬក៏ pertussis ហ្នឹងគឺវាបង្កឡើងដោយពួកមេរោគបាក់តេរី Bordetella pertussis បាក់តេរីហ្នឹងគឺវាវាយប្រហារទៅលើសរសៃរោមតូចៗនៅក្នុងផ្លូវដង្ហើមដែលវាធ្វើឲ្យរលាកហើយនឹងធ្វើឲ្យពិបាកនៅក្នុងការបញ្ចេញស្លេសចេញមកក្រៅលក្ខណៈនៃការក្អកហ្នឹងគឺវាមានលក្ខណៈជារបៀបជាក្អកខ្លាំងជាប់គ្នាច្រើនដងក្នុងមួយដង្ហើមបន្ទាប់ពីក្អករួចគឺក្មេងគាត់អាចដកដង្ហើមចូលវិញដោយមានសំឡេងខ្ពស់ពីជាវូបក្អកអាចបណ្ដាលឲ្យក្អួតឬក៏មុខឡើងក្រហមជាទូទៅកាន់តែធ្ងន់នៅពេលយប់ទី2គឺ barking cough មានសំឡេងដូចឆ្កែព្រុសដែលភាគច្រើនគឺវាបណ្ដាលមកពីពួកគ្រុបមូលហេតុភាគច្រើនគឺមកពីការឆ្លងមេរោគ virus ជាពិសេសគឺពួកមេរោគ para influenza virus នឹងវាធ្វើឲ្យបំពង់កនិងផ្លូវដង្ហើមផ្នែកខាងលើនឹងហើមដែលវាធ្វើឲ្យបង្កឲ្យមានសំឡេងក្អកមានជាលក្ខណៈពិសេសមួយរោគសញ្ញាដែលយើងជួបញឹកញយនោះគឺក្អករបៀបដូចជាឆ្កែព្រុសអាចសំឡេងស្អករួមផ្សំជាមួយដកដង្ហើមចូលអាចមានជាសំឡេង strider ងឺតជាពិសេសគឺនៅពេលយប់វាច្រើនតែកើតឡើងនៅក្មេងដែលមានអាយុពី6ខែរហូតដល់3ឆ្នាំទី3គឺការក្អកស្ងួតគឺក្អកដែលគ្មានស្លេសឬកំហាប់ការក្អកស្ងួតនេះគឺវាអាចកើតឡើងដោយសារតែការឆ្លងពួកមេរោគ virus ពួកមេរោគផ្ដាសាយឬមួយក៏ពួកមេរោគច្រមុះបំពង់កនៅខាងលើវាអាចជាការក្អកដែលសល់ក្រោយពេលដែលជាសះស្បើយពីជំងឺផ្ដាសាយវាអាចកើតឡើងដោយសារអាឡែជីឬមួយក៏ក្អកដោយសារតែការច្រាលជាតិអាស៊ីតក្រពះឡើងទៅលើឬមួយក៏ការប៉ះពាល់ផ្សែងបារីធូលីឬមួយក៏ខ្យល់ត្រជាក់ទី4គឺការក្អកស្លេសការក្អកស្លេសគឺជាការក្អកដែលមានស្លេសឬកង្ហារការក្អកស្លេសភាគច្រើនវាបង្ហាញថាផ្លូវដង្ហើមកំពុងតែផលិតស្លេសច្រើនឬក៏កំពុងតែមានការរលាកវាមូលហេតុដែលយើងជួបញឹកញយនោះគឺជាអាចជាផ្ដាសាយធម្មតាអាចជាបញ្ហារលាកសួតអាចជាបញ្ហារលាកតងសួតឬបើសិនជាកូនក្មេងដែលគាត់ក្អកស្លេសយូរឬក៏ស្លេសនឹងមានពណ៌បៃតងច្រើនមានឈាមឬមួយក៏ពិបាកដកដង្ហើមគឺត្រូវយកកូនទៅជួបជាមួយនឹងគ្រូពេទ្យដែលបានឆាប់រហ័សសំឡេងក្អកវាអាចជាតម្រុយសំខាន់ប៉ុន្តែมันអាចបញ្ជាក់រោគវិនិច្ឆ័យបានត្រឹមតែសំឡេងតែមួយនោះទេគ្រាន់តែសំឡេងក្អកគឺជាតម្រុយមួយសំខាន់ដែលពុកម្ដាយគួរតែកត់សម្គាល់ហើយអាចយកមកប្រាប់គ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យវាយតម្លៃគ្រូពេទ្យក៏មិនស្ដាប់តែសំឡេងក្អកដែរអាចវាយតម្លៃរួមជាមួយនឹងអាយុរបស់កូនរយៈពេលនៃការក្អកកម្ដៅខ្លួនការដកដង្ហើមការពិនិត្យរាងកាយផ្សេងៗដើម្បីរកមូលហេតុហើយនឹងផ្ដល់ការព្យាបាលសមស្របសម្រាប់កូន